ខ្មែរថៃបន្តកែសម្រួលយុទ្ធោបករណ៍អាវុធធុនធន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធន់នៅរុស្ស៊ីថ្ងៃទី31ខែតុលាឆ្នាំ2025នេះនៅច្រកព្រំដែនអូស្មាច់ខេត្តឧត្តរមានជ័យយោធាភូមិភាគ4កម្ពុជានិងកងទ័ពភូមិភាគទី2ថៃបានរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគទី2ថៃបានរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃ RBC សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធានបន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃ RBC កាលពីម្សិលមិញនេះសហប្រធានដឹកនាំកិច្ចប្រជុំដោយឧត្តមសេនីយ៍អាចពៅហេងមេបញ្ជាការយោធាភូមិភាគ4កម្ពុជានិងឧត្តមសេនីយ៍តោវិរៈយុទ្ធរៈស៊ីងមេបញ្ជាការកងទ័ពភូមិភាគទី2ថៃដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសកម្ពុជានិងប្រចាំនៅប្រទេសថៃដើម្បីតាមដានទៀងទាត់និងធានាការអនុវត្តបទជប់បាញ់ឲ្យបានពេញលេញភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពភាគីទាំងពីរបានវិភាសានិងឯកភាពគ្នាលើផែនការជាក់លាក់ក្នុងការសម្រួលយុទ្ធោបករណ៍និងអាវុធធុនធន់របស់ភាគីទាំងសងខាងជាជំហាននិងតាមដំណាក់កាលនៅក្រោមការសង្កេតនិងការទៀងទាត់របស់ AOT សម្ដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធាកិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង 15:47 នាទីជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងនិងចុះហត្ថលេខាលើកំណត់ហេតុរួមស្ដីពីការកែសម្រួលយុទ្ធោបករណ៍អាវុធធុនធន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធន់